សូមជម្រាបសួរក៏ដូចជាសួស្តីទៅដល់លោកគ្រូអ្នកគ្រូនិងបងប្អូនថ្នាក់ទី12ថ្មីទាំងអស់គ្នាទាំងថ្នាក់ទី12វិទ្យាសាស្ត្រពិតនិងថ្នាក់ទី12វិទ្យាសាស្ត្រសង្គមអញ្ចឹងវិលត្រឡប់មកវីដេអូរបស់ខ្ញុំហើយអញ្ចឹងថ្ងៃនេះយើងមករៀនមេរៀនចំនួនកំភ្លេចអញ្ចឹងមិនថាបងប្អូនទាំងអស់គ្នាថ្នាក់ទី12វិទ្យាសាស្ត្រសង្គមឬក៏វិទ្យាសាស្ត្រពិតទេអញ្ចឹងយើងអាចរៀនបានដោយខ្លួនឯងទាំងអស់គ្នាតាមរយៈវីដេអូរបស់ខ្ញុំអញ្ចឹងមកខាតពេលវេលាយូរយើងមកកាន់សាច់មេរៀនទាំងអស់គ្នាអញ្ចឹងមួយវិញទៀតខ្ញុំសូមឆ្លៀត5តិចទៅចាំបើសិនបងប្អូនមានបំណងចង់រៀនបំពន់អីខ្ញុំក៏មានថ្នាក់បរិញ្ញាដែរបាទអញ្ចឹងយើងចូលមកមេរៀនរបស់យើងទាំងអស់គ្នាអញ្ចឹងតាមពិតមេរៀនចំនួនកំភ្លេចនេះយើងបានរៀនថ្នាក់ទី10និងទី11រួចហើយគាត់ថាទី10គឺយើងមិនសូវបញ្ជ្រាបអីខ្លាំងមែនទេអញ្ចឹងគាត់ឲ្យយើងដឹងអ្វីទៅជាចំនួនកំភ្លេចចំនួនកំភ្លេច2ស្មើគ្នាដល់ពេលថ្នាក់ទី11យើងរៀនត្រឹមចំនួនកំភ្លេចតម្រងត្រីកោណមាត្រទេអញ្ចឹងវាអត់ទាន់មានស្វ័យគុណទី n នៃចំនួនកំភ្លេចនិងរឹសទី n ទេអញ្ចឹងតើតាថ្នាក់ទី12ទើបយើងរៀនបានស៊ីជម្រៅជាងថ្នាក់ទី10និងទី11តើអញ្ចឹងយើងក៏លេខមកមើលមេរៀនរបស់យើងគឺមេរៀនទី1ចំនួនកំភ្លេចដែលនៅក្នុងសភៅសិក្សាគោលរបស់យើងអញ្ចឹងចំណុចទី1របស់យើងគឺចំនួននិមិត្តបាទចំនួននិមិត្តអញ្ចឹងយើងក៏លេខទៅមើលទៅតើចំនួននិមិត្តយើងតាំងដល់អីបាទអញ្ចឹងចំនួននិមិត្តរបស់យើងដែលយើងហៅថាឯកចំនួននិមិត្តអញ្ចឹងចំនួននិមិត្តនេះខ្ញុំបែងចែកជា2ករណីចុះអញ្ចឹងករណីទី1គឺឯកតានិមិត្តអញ្ចឹងឯកតានិមិត្តគឺយើងតាំងដល់អក្សរ e អញ្ចឹងដែល e ការ៉េរបស់យើងគឺស្មើនឹងដក1បាទអញ្ចឹង e នេះយើងហៅថាឯកតានិមិត្តបាទអញ្ចឹងចំនួននិមិត្តគឺបានន័យថាជាផលគុណរវាងចំនួនពិតនិងឯកតានិមិត្តអាហ្នឹងយើងហៅថាចំនួននិមិត្តអញ្ចឹងឧបមាថានៅត្រង់ករណីទី2នេះបើខ្ញុំមាន 2e អញ្ចឹងអាហ្នឹងយើងហៅថាចំនួននិមិត្តហើយអញ្ចឹងតាមរយៈយមន័យរបស់យើងគឺថាចំនួននិមិត្តគឺជាផលគុណរវាងចំនួនពិតនិងឯកតានិមិត្តអញ្ចឹង2នេះគឺជាឯកតានិមិត្តចំនួនពិតហើយ e គឺជាឯកតានិមិត្តអញ្ចឹងចំនួននិមិត្តគឺជាផលគុណរវាងចំនួនពិតនិងឯកតានិមិត្តអញ្ចឹង2ដូចខ្ញុំបញ្ជាក់អញ្ចឹង2គឺជាចំនួនពិតហើយ e នេះគឺជាឯកតានិមិត្តអញ្ចឹង 2e នេះយើងហៅថាចំនួននិមិត្តតោះអញ្ចឹងយើងក៏លេខមកមើលចំណុចទី2របស់យើងបាទចំណុចទី2របស់យើងចំណុចទី2របស់យើងគឺចំនួនកំភ្លេចបាទចំនួនកំភ្លេចអញ្ចឹងយើងក្លែកទៅមើលទៅចំនួនកំភ្លេចគឺជាអីបាទចំនួនកំភ្លេចគឺជាផលគុណសំតុកគឺជាផលបូករវាងចំនួនពិតនិងចំនួននិមិត្តបាទអញ្ចឹងចំនួនកំភ្លេចគឺជាផលបូករវាងចំនួនពិតនិងចំនួននិមិត្តអញ្ចឹងឧបមាថាខ្ញុំមានចំនួនកំភ្លេចw បាទអញ្ចឹងស្មើ2បូក 2e ចុះអាហ្នឹងយើងហៅថាចំនួនកំភ្លេចហើយអញ្ចឹងតាមយមន័យរបស់យើងគឺថាចំនួនកំភ្លេចគឺជាផលបូករវាងចំនួនពិតនិងចំនួននិមិត្តអញ្ចឹង2នេះគឺជាចំនួនពិតហើយ 2e នេះគឺជាចំនួននិមិត្តអញ្ចឹងតាមយមន័យរបស់យើងអាចសន្និដ្ឋានបានថា w នេះគឺជាចំនួនកំភ្លេចហើយតើអញ្ចឹងយើងមើលចំណុចទី2របស់យើងគឺសំណុំចំនួនកំភ្លេចគឺយើងតាំងដល់អក្សរ c នេះបាទអញ្ចឹងសំណុំចំនួនកំភ្លេចយើងតាំងដល់អក្សរ c អញ្ចឹងតម្រងបេក្ខនិតឬក៏តម្រងស្តង់ដារនៃចំនួនកំភ្លេចយើងតាំងដោយ z ស្មើ a បូក be នេះអញ្ចឹងដែល a និង b បាទដែល a និង b គឺជាបាទសំតដែល a គឺជាផ្នែកពិត b គឺជាផ្នែកនិមិត្តអញ្ចឹងឧបមាថាខ្ញុំមាន w មិនអញ្ចឹងចុះអញ្ចឹង w របស់យើងគឺស្មើឲ្យ2បូក 2e អញ្ចឹងអានេះយើងអាចហៅបានថាជាតម្រងបេក្ខនិតឬក៏តម្រងស្តង់ដារនៃចំនួនកំភ្លេចអញ្ចឹងយើងមើលវាចូលតម្រងរបស់យើងតម្រងរបស់យើងគឺ z ស្មើ a បូក be អញ្ចឹង a របស់យើងគឺស្មើនឹង2បាទ a របស់យើងស្មើ2ហើយ b របស់យើងគឺស្មើនឹង 2e បាទអញ្ចឹងដែល a នេះគឺជាផ្នែកពិតហើយ b នេះគឺជាផ្នែកនិមិត្តតោះអញ្ចឹងយើងមកមើលបន្តទៀតចំណុចបន្តគឺចំនួនកំភ្លេច2ស្មើគ្នាបាទចំនួនកំភ្លេច2ស្មើគ្នាកាលណាផ្នែកពិតស្មើជាមួយនឹងផ្នែកពិតហើយផ្នែកនិមិត្តស្មើនឹងជាមួយនឹងផ្នែកនិមិត្តអញ្ចឹងឧបមាថាខ្ញុំមាន z អងស្មើនឹង a បូក be ហើយ z ដឺស្មើនឹង c បូក de
chẳng nằm bay ao chấm mừng complex giật ong sma năng giật đơ ní lô tra tại play bất sma chấm mừng play bất ai play niệm mất sma năng chấm mừng play niệm mất chẳng là tăng play niệm mất ní cứ dân đặt job y tế cứ dân dọc tâm tại mấy con tai vào nó bà dân tâm tại mấy con tế chẳng chấm pua job ý cứ dân mình cho tế bạn ấy thay dân tâm tại mấy con tế chẳng play bất bỏ giật ong mà dân cứ á hay play bất bỏ giật đơ và dân cứ c ai play niệm mất bỏ giật ong mà dân cứ bề bà bề ní hay giật đỡ cứ sẽ DI này chắc nhập tâm tại mấy con tế giờ cho y mà thì chắc nhập ban bé smart DI chẳng tam dùng này bảo những người thay chừng ngừng flip p smart khía cả nó flip bắt smart cho mình flip bắt ai play nhìn mất smart cho mình flip play nhìn mất bạn chẳng video bạn trong miền tập phần đấy chẳng bà miền cầm họ coach con là bạc ca là mới xong khăn đẹp phải top chẳng số mấy con nó nhóm làm bay chẳng phải cả tre đi thắp nào đó khi làm bay cài làm on đây dùng để các bạn bạn chẳng xong ở con sống chừng đẹp lìa